បាននិយាយពី event ធំៗនៅក្នុង Mobile Legends គឺមានតែ event KOS មួយទេដែលជា event ធំហើយក៏មានអ្នកគាំទ្រច្រើនខ្លាំងមែនទែននិយាយទៅគឺ event ហ្នឹងអត់ងាយសាបទេតែចំពោះ event ផ្សេងៗចេញមកឆាវមកក៏បាត់ទៅវិញអញ្ចឹងណាឥឡូវហ្នឹងគឺមានជាមួយនឹង event Street Fighter ដែលគេ collab គ្នាជាមួយនឹង Mobile Legends មកមួយទៀតហើយនេះគឺជា skin ថ្មីរបស់ Paquito ដែលគេ collab គ្នាជាមួយនឹង Ryu គ្នាហើយយើងមើលជាមួយនឹង effect display អីទៅមើលទៅគឺcool ខ្លាំងមែនទែនបើនិយាយឲ្យខ្លីទៅ event នេះគឺអាចប្រកួតប្រជែងគ្នាបានជាមួយនឹង event KOS ណាព្រោះដោយសារតែ animation នៅក្នុង event ហ្នឹងគឺវាមិនសូវជាខុសគ្នាពាក់ព័ន្ធជាមួយនឹង event KOS នោះទេប៉ុន្តែ event នេះគឺវារៀងខុសប្លែកពី event KOS ព្រោះដោយសារតែ event ហ្នឹងគឺអត់ត្រូវការបើកបំពេញ bingo អីទេឲ្យតែគ្រប់ខ្វាញ់1200ខ្វាញ់គឺអាចធ្វើការដូរយកជាមួយនឹង skin បានហើយអ្វីដែលកាន់តែពិសេសទៀតនេះនៅក្នុង event ហ្នឹងគឺវាមានជាមួយនឹង pen skin ទៀតអ្នកគ្នាហើយចំពោះ pen skin មួយចេញមកគឺ cool ខ្លាំងមែនទែនព្រោះដោយសារតែ pen skin ពេលដែលដាក់ចេញមកគឺវាខុសពី skin ដើមណាដល់ពេលអញ្ចឹងទៅមើលទៅតំណែងខ្លាំងមែនទែននិយាយទៅគឺដូចបាន2 skin អញ្ចឹងយើងមើលតែ pen skin ជាមួយនឹង skin ធម្មតាតែប៉ុណ្្នឹងបានហើយឥឡូវយើងចូលទៅមើលជាមួយនឹង effect skill វិញម្ដងអានេះគឺជាការវាយ basic attack អ្នកគ្នាប៉ុន្តែនេះមិនមែន pen skin ណាហ្នឹងគឺជា skin ធម្មតាហើយយើងមើល shield អូតំណែងខ្លាំងមែនតើអ្នកគ្នាអើយជាមួយនឹង skin របស់ Paquito អ្នកគ្នាអញ្ចឹងគ្នាយើងណាដែលជាដៃ Paquito គឺត្រៀមមកហើយទៅព្រោះដោយសារតែ event Street Fighter ដែលគេ collab គ្នាជាមួយនឹង Mobile Legends ហ្នឹងគឺនឹងចូលមកដល់ server ផ្លូវការរបស់យើងគឺនៅថ្ងៃទី3នៅក្នុងខែ7អ្នកគ្នាហើយយើងមើល skill ដែរអ្នកគ្នាអូយនិយាយទៅ effect skill នេះគឺតំណែងខ្លាំងមែនតើអ្នកគ្នានេះនិយាយពីជាតិហ្មងអ្នកគ្នាអើយនេះអូអានេះ skill ទី3ហ្នឹងមិញអ្នកគ្នាcombo គ្នាផាច់ញ៉ាeffect skill ប៉ុណ្ណេះគឺកប់ខ្លាំងមែនទែនហើយសម្រាប់គ្នាយើងអ្នកដែលរកកន្លែង top up diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក top up diamond ជាមួយខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%ហើយសម្រាប់ការ top up diamond គឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ diamond លើខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ទី2នេះគឺជា skin ថ្មីរបស់ Chu ដែលគេ collab គ្នាជាមួយនឹង Ken ណាអ្នកគ្នាអញ្ចឹងគ្នាយើងអ្នកដែលលេង Street Fighter គឺដឹងហើយ Ken គឺខ្លាំងមែនទែនតែម្ដងអ្នកគ្នាហើយឥឡូវនេះគឺគេ collab គ្នាជាមួយនឹង Chu អ្នកគ្នាយើងមើលទៅគឺតំណែងខ្លាំងមែនទែនគ្នាយើងអ្នកដែលជាដៃឈូគឺពេញលេងរៃហើយយើងមើលមកឈុតក្រហមនេះទៅមើលទៅគឺបែបសាមញ្ញណាអ្នកទាំងគ្នាព្រោះដោយសារតែឈុតក្រហមអត់មានលាយឡំពណ៌អីទេអ្នកគ្នាអានេះគឺជា outfit ទី1អ្នកគ្នាអញ្ចឹងយើងមើលជាមួយនឹង pen skin ដែលគេហៅថា outfit ទី2អញ្ចឹងខ្ញុំចង់ recommend អ្នកទាំងគ្នាបើសិនជាមានជាមួយនឹង skin Street Fighter ហ្នឹងឯណាគួរតែទិញជាមួយនឹង pen skin ទៅព្រោះដោយសារតែ outfit ចេញមកគឺវាដូរជាមួយនឹងកៅនិយាយទៅគឺដូចបាន2 skin អញ្ចឹងគាត់ថាវាជាប្រភេទ pen skin ណាប៉ុន្តែបើដាក់ទៅគឺដូច2 skin អញ្ចឹងអ្នកទាំងអស់គ្នានិយាយទៅគឺតំណែងខ្លាំងមែនទែនអញ្ចឹងយើងទៅមើលពី skill effect វិញម្ដងចំពោះការវាយ basic attack មើលទៅគឺតំណែងខ្លាំងមែនទែនអ្នកគ្នាបើ skill effect វិញគឺលែងនិយាយអ្នកគ្នាមើលទៅចេញសិតតែភ្លើងតែម្ដងអ្នកគ្នាអើយដល់កឯអ្នកគ្នាប៉ុន្តែ Ken នេះបើខ្ញុំតាមចិត្តខ្ញុំឲ្យទៅ collab ជាមួយនឹង Paquito គឺតំណែងជាងតែបើយក Yuri collab គ្នាជាមួយនឹង Chu ប្រហែលជាតំណែងជាងនឹងអញ្ចឹងណាចុះអ្នកទាំងអស់គ្នាគិតដូចខ្ញុំអត់ឬក៏គិតថាអូគេ collab គ្នាអញ្ចឹងត្រូវហើយគឺអាច comment នៅខាងក្រោមវីដេអូហ្នឹងប្រាប់ខ្ញុំម្នាក់មួយផងហើយយើងមើលជាមួយនឹង skill effect ទៅមិនថា skill ទី1 skill ទី2ឬក៏ជា skill ទី3ទេគឺស្អាតខ្លាំងមែនតើអ្នកគ្នាអញ្ចឹងគ្នាយើងអ្នកដែលជាដៃឈូត្រៀមតលុយទៅហើយនេះគឺជា skin របស់ D-Rod ដែល skin នេះក៏មិនចាញ់គ្នាពី skin ទាំងពីរមុនដែរអ្នកគ្នាដែល D-Rod ហ្នឹងគឺគេ collab គ្នាជាមួយនឹង Gilly អ្នកទាំងគ្នាហើយយើងមើលទៅហើយតួអង្គ Gilly នេះតាំងពីខ្ញុំលេងជាមួយនឹង Street Fighter គឺខ្ញុំអត់ដែរលេងណាខ្ញុំលេងតែ Ken ហើយជាមួយនឹង Ryu ទេហើយចំពោះតួអង្គមួយនេះខ្ញុំអត់ដែរលេងទេអ្នកគ្នាប៉ុន្តែបើយើងមើលទៅយោសាច់ដុំធំដល់ហើយប៉ុន្តែនៅក្នុងវីដេអូនេះគឺគេអត់មានតន់ឃើញមានជាមួយនឹង outfit ទី2ឬក៏ជាគេហៅថា pen skin ណាអ្នកគ្នាឥឡូវយើងមកមើលពី skill effect ទៅលើ skin នឹងវិញហើយចំពោះ skill effect គឺដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺមានជាមួយនឹង effect បែបពណ៌ត្រួយចេកចាស់អ្នកគ្នាយើងមើលទៅគឺតំណែងតែតាមហើយក៏មានជាមួយនឹង skill ទី2អ្នកគ្នានេះ skill ទី2ខ្ញុំចង់ផ្លិចដែរអញ្ចឹងជាមួយនឹង D-Rod អូយខានលេងយូរចង់ផ្លិច skill ទេណែអូលូតគូសលូតកាប់មើលទៅតំណែងខ្លាំងមែនតើអ្នកគ្នាជាមួយនឹង skin នេះណាចឹង D-Rod យើងគឺជាតិទៀតហើយអ្នកគ្នានិយាយទៅ skin នេះអូមើល ultimate អូ cool អ្នកគ្នាជាមួយនឹង ultimate ខ្ញុំ
សាអ្នកគ្នាហើយ skin នៅក្នុង event ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់គួរតែចាប់យកទៅព្រោះដោយសារតែ skin ហ្នឹងគឺវាមិនសូវជាចំណាយច្រើនដូចជាមួយនឹង event KOS នោះទេទោះជាវាជា skin anime ស្តៀងគ្នាជាមួយនឹង KOS តែវាអត់ថ្លៃដូច KOS នោះទេអ្នកគ្នាអើយគួរតែទិញទៅហើយ skin បន្ទាប់នេះគឺជា skin របស់ Guinevere អ្នកគ្នាអូយមើលសាច់ផ្លូវអាធំជាងប្រុសទៀតអ្នកគ្នាអើយគ្នាយើងណាខ្លះដែលជាដៃ Guinevere មើលទៅអូអាសាច់ផ្លូវធំជាងប្រុសហើយតែសាច់ផ្លូវហ្នឹងវាធំទៀតអូដល់កោជាមួយនឹង Guinevere ហើយ Guinevere ហ្នឹងគឺគេ collab គ្នាជាមួយនឹង Chun-Li អ្នកគ្នាខ្ញុំមិនដឹងថាអានថាត្រូវអត់ទេតែបើសិនជាគ្នាយើងថាអានចឹងខុសចាំជួយប្រាប់ផងតែមើលផ្លូវអើយលេចលើហើយកាលពីមុនយើងមិននាំគ្នានិយាយថា skin របស់ Masha ដែលត្រូវជា skin KOL ថា skin ហ្នឹងគឺ sexy ប៉ុន្តែដល់ពេលមក skin របស់ Guinevere នេះ collab គ្នាជាមួយនឹង Chun-Li គឺ sexy ដល់កអ្នកគ្នាតែចំពោះ pet skin គេតំណាងអ្នកគ្នា pet skin គេបិទចិត្តណាប៉ុន្តែ skin sin គេអត់មានបិទចិត្តទេអ្នកគ្នាអើយគឺ sexy កប់ស្រីតែម្ដងចឹងលេងប៉ះជាមួយនឹង boy យើងអីប្រយ័ត្នប្រយែង skin ហ្នឹងណាប្រយ័ត្នអញ្ចឹង outfit យើងមើលប៉ុណ្្នឹងបានហើយឥឡូវយើងទៅមើលពី skill effect វិញម្ដងចំពោះ skill effect បើតាមខ្ញុំសង្កេតមើលអាពេលដែលវាផ្ទុះអានៅចុង skill ហ្នឹងមើលទៅមិនសូវជាខុសគ្នាប្រហែលទេអ្នកគ្នាស្តៀងតែគ្នាអ្នកគ្នាមើលតែអាពេលវាផ្ទុះចេញមកអាចុង skill ហ្នឹងមើលទៅគឺវាផ្ទុះមកស្តៀងតែគ្នាទេអ្នកគ្នា4 skin ហ្នឹងគឺស្តៀងគ្នាទាំង4តែម្ដងគឺអត់មានលក្ខណៈថាវាអាផ្ទុះហ្នឹងចេញមកវាខុសគ្នាណាប៉ុន្តែរបស់ skin Guinevere បើយើងមើលជាមួយនឹង skill effect ដែលយើងបានឃើញនេះមើលទៅគឺតំណងខ្លាំងមែនទែនអ្នកគ្នាអាចនិយាយបានថាវាស្អាតប៉ុន្តែវាមិនមែនជាលក្ខណៈថា my type ខ្ញុំអញ្ចឹងណាព្រោះខ្ញុំអត់សូវលេង Guinevere ផងមើលអូតែបើអ្នកដែលគាត់លេងជាមួយនឹង Guinevere គឺត្រូវហើយអ្នកនរគ្នាអូ skin នេះគឺsexy ខ្លាំងមែនតើហើយ skin បន្ទាប់នេះគឺជា skin កូនបើរបស់យើងអ្នកគ្នាដែលត្រូវជា skin collector Titan អ្នកគ្នាហើយ skin នេះគឺជា skin របស់ Balmond អ្នកគ្នាហើយយើងមើលទៅអូយទៅនឹងខ្លាំងមែនតើអ្នកគ្នា skin នេះនិយាយទៅ skin មួយរយៈចុងក្រោយដែល Mobile Legends គឺគេត្រៀមចេញហ្នឹងគឺគេភាគច្រើនចេញជាមួយនឹង skin collector Titan ព្រោះសារតែ skin collector Titan យើងមើលជាមួយនឹងការ design ទៅអានេះមនុស្សយន្តសុទ្ធសាធអ្នកគ្នាបើដាក់ចូលជាមួយនឹង Transformer ប្រហែលជាទៅនឹងព្រោះដោយសារតែរូបរាងជាមួយនឹងការ design អីហ្នឹងគឺមនុស្សយន្តសុទ្ធសាធតែម្ដងអ្នកគ្នាអញ្ចឹងដាក់ទៅក៏មិនសូវជាខុសគ្នាប្រហែលដែរព្រោះដោយសារតែយើងមើលការ design ទៅលើសម្លៀកបំពាក់អីគឺកប់ខ្លាំងមែនទែនហើយនេះគឺជា skill effect អ្នកគ្នាហើយខ្ញុំហ៊ាននិយាយថា skin collector Titan របស់ Balmond ហ្នឹងគឺស្អាតខ្លាំងមែនទែនអ្នកគ្នាយើងមើលតែ basic attack ទៅដឹងហើយបើ skill ទី1វិញអ្នកគ្នាមើលអូចេញសិតក្បាលនាគក្បាលតោណាមិនលុំទេតែបើ skill ទី2នេះអូនិយាយទី7ទៅអត់មាន enemy ក៏បវល់ដែរអ្នកគ្នាព្រោះដោយសារតែ effect ហ្នឹងស្អាតខ្លាំងមែនទែនតែចំពោះ ultimate យើងធ្វើមកនេះ cool និយាយទៅ skin របស់ Balmond នេះគឺស្អាតខ្លាំងមែនទែនហើយ skin ហ្នឹងគឺដឹងខ្ញុំកក់ឯអ្នកគ្នាចេញមកគឺដឹងតែយើព្រោះដោយសារ skin ហ្នឹងគឺស្អាតហើយបើនិយាយពីអ្នកដែលទស្សនាវីដេអូហើយជួយចុច subscribe គឺមានតែ 14.4% ទេអ្នកគ្នាប៉ុន្តែអ្នកដែលទស្សនាវីដេអូហើយដែលមិនចុច subscribe គឺមានរហូតដល់ 85.6% អ្នកគ្នាអញ្ចឹងគឺវាច្រើនខ្លាំងមែនទែនអញ្ចឹងខ្ញុំអត់ដឹងថាយ៉ាងម៉េចទេអ្នកគ្នាប៉ុន្តែគាត់ថាបើទស្សនាវីដេអូខ្ញុំហើយកុំភ្លេចជួយចុច subscribe លើ YouTube channel របស់ខ្ញុំម្នាក់មួយផងព្រោះដោយសារតែចំនួនការ subscribe នេះគឺវាតិចខ្លាំងមែនទែនអ្នកគ្នាអ្នកដែលទស្សនាគឺច្រើនប៉ុន្តែអ្នកដែលទស្សនាហើយចុច subscribe ហ្នឹងគឺមានតែ 14.4% ទេតែសម្រាប់គ្នាយើងអ្នកដែលទស្សនាហើយមិនចុច subscribe ហ្នឹងគឺមានរហូតដល់ 85.6% ខ្ញុំឃើញហើយគឺអូយច្រើនម៉េះអ្នកដែលទស្សនាវីដេអូរបស់ខ្ញុំហើយអត់ចុច subscribe អូយអញ្ចឹងមិនថាអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ទេកុំភ្លេចជួយចុច subscribe នៅលើ YouTube channel របស់ខ្ញុំម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីឲ្យគ្នាយើងបានមើលជាមួយនឹង skin ថ្មីដែលគេទើបតែនឹង update ផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយ